Sự đó này nhằm trong chạy lại bị bỏ bị sao đại nhằm tâm ta lองไปจอบIT ชั้นที่4ហើយខ្ញុំចង់ចែកម្លែកពីវិធីមួយចំនួនដែលអ្នកអាចធៀមប្រឡងបានដែលយើងអាចធ្វើបានល្អមុខវិជ្ជាដែលខ្ញុំប្រឡងចុងក្រោយគឺ MIS ឬក៏ Management Information System ដែលវាជាមុខវិជ្ជាដែលតាក់ទងទៅនឹងអាចថាជាសំណួរបើកផងត្រូវយើងត្រូវយល់ពីមេរៀនផងយើងត្រូវយល់ពី technology បច្ចុប្បន្នផងពីតាក់ទងទៅនឹងរឿងនឹងច្រើនអញ្ចឹងខ្ញុំចង់ចែកម្លែកថាអ្វីដែលខ្ញុំបានមើលខ្លះបន្ទាប់ពីខ្ញុំបានមុនពេលខ្ញុំប្រឡងហ្នឹងហើយពេលដែលប្រឡងហ្នឹងក៏ខ្ញុំធ្វើបានល្អដែរសំណួរដែលគ្រូដាក់មកគឺខ្ញុំបានអាចធ្វើទៅអស់ហើយតាន់ពេលហើយក៏ detail បានច្រើនរហូតដល់តកដាស់ទៀតអញ្ចឹងខ្ញុំចង់និយាយពីមុនពេលដែលប្រឡងហ្នឹងគឺខ្ញុំបានទៅមើលមេរៀនដែលគេចេញឆ្នាំចាស់ៗព្រោះខ្ញុំដឹងថាសម្រាប់ការប្រឡងគឺគេអត់ចេញអីខុសឆ្ងាយពីឆ្នាំមុនទេព្រោះថា concept នៃការបរៀនរបស់គ្រូគាត់មានគោលដៅថាអូខេគាត់ចង់ឲ្យសិស្សយល់ពីមេរៀនហ្នឹងរៀនចប់ទៅទោះបីជាអត់ចេះអាមេរៀនផ្សេងយ៉ាងណាក៏យើងអាចដឹងអំពីចំណុចសំខាន់ៗនៅក្នុងមេរៀនហ្នឹងដែរអញ្ចឹងអាមេរៀនចំណុចសំខាន់ៗហ្នឹងគ្រូនឹងគាត់យកមកដាក់នៅក្នុងការប្រឡងរបស់យើងហ្នឹងអញ្ចឹងអូខេអញ្ចឹងខ្ញុំបានទៅ review ឆ្នាំចាស់ៗទាំងអស់ដើម្បីដឹងថា concept របស់គ្រូគាត់ចង់បានបែបណាសំណួរបញ្ចេញគឺបែបណាអញ្ចឹងយើងត្រូវយល់ពីសំណួរទាំងអស់ហ្នឹងឲ្យអស់ខ្ញុំទៅមើលវាយល់ឲ្យអស់ហើយអាហ្នឹងបានចប់មកវាតទៀតមុនពេលដែលប្រឡងប្រកាសជាមានការ review question គ្រូគាត់ឲ្យយើង review សំណួរផ្សេងៗហ្នឹងទៅហើយពេលខ្លះនៅពេលដែលយើងរៀននៅសាកលគឺមានគ្រូច្រើនមកវិជ្ជានឹងគ្រូផ្សេងគ្នាថ្នាក់ផ្សេងគ្នាអញ្ចឹងទៅអញ្ចឹងបើយើងមានមិត្តភ័ក្តិនៅថ្នាក់ផ្សេងយើងអាចយកសំណួរដែលគ្រូរបស់គាត់ review ហើយសំណួររបស់យើងដែលគ្រូយើង review ហ្នឹងមកប្រៀបធៀបគ្នាមើលថាសំណួរណាដែលវាមានលក្ខណៈដូចគ្នាឬក៏ប្រហែលគ្នាចាសំណួរហ្នឹងប្រហែលជានឹងចេញច្រើននៅពេលប្រឡងហើយមួយទៀតខ្ញុំចង់ប្រាប់ថានៅពេលដែលយើងអានតែញចាំគឺពេលខ្លះប្រឡងគឺយើងស្រាប់ចាញ់ទេយើងភ័យយើងអីចឹងទៅតែបើថាយើងយល់ហើយយើងសរសេរទោះបីជាវាស្តៀងគ្នាគ្រូដូរសំណួរដូរពាក្យពេចន៍តិចតួចក៏យើងអាចធ្វើបានដែរអាហ្នឹងបើសិនយើងយល់តែយើងចាំយើងគិតថាអូខេតតាកខបានយើងឆ្លើយអញ្ចឹងតែដល់ពេលគ្រូដូរបន្តិចយើងតែឡែវយើងអត់ដឹងថាឆ្លើយមិនយេចាំមិនថាយើងត្រូវតែយល់ពីសំណួរហ្នឹងជាងចាំជាយើងចាំទេហើយរបៀបដែលខ្ញុំមើលមួយទៀតគឺខ្ញុំទៅសេវាឡើងវិញខ្ញុំរៀបចំជាសំណុំឯកសារដែលខ្ញុំត្រូវមើលអីគឺថាខ្ញុំដាក់នៅក្នុង file របស់អញ្ចឹងទៅមានថាវិញ្ញាសាឆ្នាំ23មានចម្លើយមានសំណួរ24មានចម្លើយមានសំណួរហើយវិញ្ញាសាត្រៀមហ្នឹងមានមក tab ទៀតហើយវិញ្ញាសាដែលភាគរយខ្ពស់ចេញច្រើនហ្នឹងមានមក tab ទៀតចាំមិនថាយើងបែងចែកវាស្រួលមើលខ្ញុំចាប់ផ្ដើមដំបូងពីវិញ្ញាសាឆ្នាំចាស់ខ្ញុំមើលវាអស់យល់ហើយខ្ញុំក៏ចាប់ផ្ដើមទៅមើលសំណួរទូទៅហ្នឹងហមายថាយើងអត់ប្រកាសថាវាមានភាគរយចេញប៉ុន្មានទេប៉ុន្តែវាអាចនឹងចេញវានឹងមានច្រើនអញ្ចឹងខ្ញុំមើលឲ្យយល់ទេខ្ញុំអត់សូវផ្ដោតលើវាខ្លាំងទេហើយមួយទៀតសម្រាប់សំណួរដែលភាគរយខ្ពស់បានថាយើងអាចវិភាគវាតម្លៃថាគេសំណួរហ្នឹងវាធ្លាប់ចេញឆ្នាំមុនហើយជួនកាលគ្រូអាចដាក់មកមួយទៀតអីចឹងទៅឬក៏គ្រូនៅថ្នាក់ផ្សេងក៏ review សំណួរហ្នឹងគ្រូថ្នាក់យើងក៏ review សំណួរហ្នឹងចាំថាវាអាចនឹងចេញសំណួរហ្នឹងភាគរយច្រើនចឹងហ្នឹងខ្ញុំផ្ដោតខ្លាំងជាងគេហើយក្រៅពីការដែលខ្ញុំសរសេរហើយខ្ញុំយល់ខ្ញុំសរសេរខ្ញុំអានឲ្យវាយល់ហ្នឹងមួយទៀតគឺខ្ញុំ record ខ្ញុំអានសលេងអានសំណួរហ្នឹងហើយចម្លើយរបស់វាហើយខ្ញុំទុកស្ដាប់នៅពេលដែលខ្ញុំទនេពេលដែល like ពេលខ្លះយើងសរសេរហត់ហើយយើងធុញហើយយើងចង់ផ្លាស់ប្ដូររបៀបនៃការរៀនម្ដងយើងមកស្ដាប់វិញម្ដងជួនកាលយើងអានអត់យល់ទេតែពេលយើងស្ដាប់ទៅយើងមានអារម្មណ៍ថាយើងអាចគិតអំពីអ្វីយើងនិយាយនឹងបានច្រើនចឹងយើងអាចនឹងយល់ល្អជាងចាំ so that's it អាហ្នឹងគឺជារបៀបមួយទៀតដែលខ្ញុំបានធ្វើអញ្ចឹងតែខ្ញុំមិនត្រឹមតែអានត្រឹមតែសរសេរទេខ្ញុំក៏ស្ដាប់វាដែរខ្ញុំអានវាដូចជា oh your book something like that ព្រោះថារបៀបនៃការរៀនរបស់មនុស្សផ្សេងៗគឺយើងមានភាពខុសគ្នាអ្នកខ្លះគាត់នឹងរៀនបានល្អនៅពេលដែលគាត់អានអ្នកខ្លះទៀតគឺគាត់រៀនឆាប់យល់ឆាប់ចាំនៅពេលគាត់ស្ដាប់អញ្ចឹងអូខេអាច combine ខ្ញុំបាន combine វាចូលគ្នា so វាធ្វើឲ្យខ្ញុំទទួលបានលទ្ធផលល្អដែរអញ្ចឹងសរុបមកវិញនេះគឺជាបទពិសោធន៍មួយចំនួនតាក់ទងទៅនឹងការប្រឡង MIS ដែលវាដូចជាការចេញសំណួរវាលក្ខណៈទូទៅផងលក្ខណៈឲ្យយើងតាមទាន់ technology ផងលក្ខណៈថាអាហ្នឹងលក្ខណៈ general knowledge ប៉ុន្តែលុះត្រាតែយើងយល់អំពីtechnology ដែរយើងអាចឆ្លើយបានយើងយល់ពី system យើងយល់ពីអីបានយើងអាចឆ្លើយបានវាមិនមែន technology វាមិនមែន general like something like តើប្រទេសកម្ពុជាមានផ្ទៃដីប៉ុន្មានវាមិនមែនបែបហ្នឹងទេប៉ុន្តែអាហ្នឹងវា general នៅក្នុងអា field technology ហ្នឹងអញ្ចឹងអាហ្នឹងវាអញ្ចឹងកន្លែងហ្នឹងដែលយើងត្រូវដឹងដែរ
ចឹងបើសិនអ្នកនេះដែលត្រូវប្រឡងឆ្នាំក្រោយៗចឹងខ្ញុំ recommend ថាកុំឲ្យពិបាកខ្លួនឯងកុំឲ្យត្រូវខំបង្រៀនមួយអាទិត្យចុងក្រោយអីវាពិបាកយើងព្យាយាមខ្លួនឯងឲ្យយល់ព្យាយាមចង់ឲ្យខ្លួនឯងចាំប៉ុន្តែសំណួរវាមានច្រើនអញ្ចឹងយើងអាចចាប់ផ្ដើមពីការដែលយើងយល់តិចតួចទៅចូលឆ្នាំទី4ឬក៏ទៅចូលឆ្នាំទី2យើងចាប់ផ្ដើមបដារៀនបដាមើលវិញ្ញាសាចាស់ដែលគេចេញឆ្នាំមុនបដាទៅអញ្ចឹងនៅពេលដែលយើងចិត្តដល់ថ្ងៃគឺយើងអត់ចាំបាច់ត្រូវដាក់សម្ភារលើខ្លួនឯងអ្នកខ្លះដល់ថ្នាក់ជប់ធ្វើការដើម្បីមកធៀមប្រឡងអញ្ចឹងវាពិបាកដែរដោយសារយើងបានត្រៀមមុនអញ្ចឹងអាចធៀមពីដើមឆ្នាំឬក៏ពាក់កណ្ដាលឆមាសឬក៏ធៀមពីហ្នឹងឥឡូវទៅបើយើងត្រូវប្រឡងមួយខែពីរខែទៀតអញ្ចឹងអាហ្នឹងជាអីមួយដែលខ្ញុំបានធ្វើពេលប្រឡងហើយ yes គឺទទួលបានលទ្ធផលជាទីគាប់ចិត្តដែរថាយើងអាចសប្បាយចិត្តពេលយើងប្រឡងចប់អូខេអញ្ចឹងនេះគឺជាអីដែលខ្ញុំចង់ចែករំលែកហើយបើមានអីដែលខ្ញុំអាចចែករំលែកបន្តទៀតខ្ញុំនឹងចែករំលែកអូខេបាយបាយ